បាទសូមជម្រាបសួរលោកគ្រូគ្រូសម្រាប់វីដេអូនេះខ្ញុំនឹងបង្ហាញទាក់ទងជាមួយនឹងបញ្ជីសារពើភ័ណ្ឌបាទអញ្ចឹងលោកគ្រូគ្រូសូមចូលមកកាន់ប៊ូតុងនឹងមកអញ្ចឹងបើមានចម្ងល់ឬក៏បញ្ហាអីបាទសូម scan QR code នៅទីនេះមកលោកគ្រូគ្រូបាទអញ្ចឹងនេះគឺជាទម្រង់នៃបញ្ជីសារពើភ័ណ្ឌហើយលោកគ្រូគ្រូអាចធ្វើការវាយបញ្ចូលបន្ថែមបានហើយខ្ញុំរៀបចំដូចជាច្រើនដែរបាទ30មុខនោះអញ្ចឹងសូមកលេចមើលបាទជុំវិញក្នុងថ្នាក់យើងទៅបើមានអ្វីយើងបំពេញតាមនឹងមកបើមានកំណត់សម្គាល់ទៀតក៏សូមបំពេញកន្លែងផ្សេងនេះមកលោកគ្រូគ្រូអញ្ចឹងខ្ញុំសូមមិនវាយបញ្ចូលទេខ្ញុំចាត់ទុកថាប៉ុណ្្នឹងទៅចុះអញ្ចឹងលោកគ្រូគ្រូអាចចុចប៊ូតុងលាក់បាទអញ្ចឹងវានឹងលាក់នៅបាទតារាងទៅទេហើយតកតងជាមួយនឹងការបរិច្ឆេទគឺធ្វើដូចតែមុនដែរទេលោកគ្រូគ្រូអាចវាយបញ្ចូលនៅទីនេះបានទៅតាមទម្រង់នៃកុំព្យូទ័ររបស់លោកគ្រូគ្រូអញ្ចឹងកុំព្យូទ័ររបស់ខ្ញុំគឺដំណើរការដោយថ្ងៃមុនអញ្ចឹងខ្ញុំត្រូវវាយថ្ងៃមុនដែរហើយយើងប្រើសញ្ញា slash ដើម្បីដាក់ខែបាទ slash ទៀតគឺយើងវាយឆ្នាំបាទអូខេអញ្ចឹងតែប៉ុណ្្នឹងទេលោកគ្រូគ្រូអាចទៅពិនិត្យមើលបានគឺចំថ្ងៃប្រហោះបាទ11រោចខែភក្ត្របុត្របាទអញ្ចឹងឲ្យតកតងជាមួយនឹងហត្ថលេខានិងត្រាលើនាយកបើមានការអនុញ្ញាតហើយសូមបញ្ចូលទៅតែបើអត់មានទេបាទទុកឲ្យគាត់បោះត្រាតាមក្រោយមកអញ្ចឹងប៉ុណ្នេះយើងចាត់ទុកថារួចរាល់ហើយលោកគ្រូគ្រូគ្រាន់តែផាសទីតាំងតួឯកសារនៅទីនេះហើយយើងចុចទាញយកគឺជាការស្រេចបាទសូមជម្រាបលាលោកគ្រូគ្រូ